នៅពេលដែលយើងចង់ធ្វើអីហើយយើងធ្វើអត់បានណាយើងខូចចិត្តហ្នឹងមែនទេយើងមានអារម្មណ៍ថាអូយហេតុអីក៏អញធ្វើមិនបានជួនកាលវាមកពីសមត្ថភាពជួនកាលយើងមានសមត្ថភាពហើយតែអត់លុយជួនកាលយើងមានលុយហើយតែអត់ពេលជួនកាលយើងមានពេលហើយប៉ុន្តែបរិយាកាសជុំវិញខ្លួនយើងវាមិនអំណោយផលជួនកាលយើងចង់ហាលថ្ងៃប៉ុន្តែមេឃភ្លៀងវាអត់ទៀងអញ្ចឹងណាហើយស្អីក៏ដោយតែពេលដែលយើងធ្វើទៅវាអត់បានដូចអាចិតយើងឬក៏យើងមិនបានធ្វើយើងមានអារម្មណ៍ថាហើយជីវិតអញសាំណាស់វើយ ឬក៏អង្គុយយំឬក៏អីចឹងទៅវាអាចចឹងមែនដោយសារតែទាំងខ្ញុំទាំងគេវាជួបរឿងច្រើនណាដែលយើងចង់ធ្វើហើយវាមិនអាចធ្វើបានដូចចិត្តយើងណាមនុស្សគិតវាមិនដូចទេវតាគិតបើយើងជប់បានណាមិនដឹងល្អប៉ុណ្ណាប៉ុន្តែតាមពិតដល់ពេលដែលយើងជប់បានណាវាក៏អត់សូវសុបាយដែរវាបានមកស្រួលពេកខ្ញុំសូមឧទាហរណ៍រឿងមួយចំនួនណាដើម្បីលើកទឹកចិត្តដល់អ្នកដែលឥឡូវហ្នឹងចង់ធ្វើអីហើយធ្វើមិនបានសូម្បីឧទាហរណ៍ថាចង់ទិញ skin care ប៉ុន្តែអត់មានលុយទិញចង់ចូលរៀនប៉ុន្តែអត់មានលុយរៀនឬក៏លាក់អីចឹងទៅសភៅនេះខ្ញុំចង់អានតាំងពីប្រហែលជា5-10ឆ្នាំមុនឬក៏10ឆ្នាំមុនជាងទើបបានអានឥឡូវនៅពេលដែលខ្ញុំវ័យ40ឆ្នាំហ្នឹងឯងហើយខ្ញុំទើបអានបានពាក់កណ្ដាលទេខ្ញុំបានចាប់ផ្ដើមអាននៅថ្ងៃទី20ខែ5ឆ្នាំ2026ហើយឥឡូវហ្នឹងអានបានពាក់កណ្ដាលហើយហេតុអីបានជាឥឡូវខ្ញុំទើបមិនបានអានកាលពីខ្ញុំនៅក្មេងវាអត់សូវមានពេលប៉ុន្តែជឿតែរឿងអានសភៅនេះហើយនឹងរឿងហាត់ប្រាណអានសភៅហើយហាត់ប្រាណអ្នកនិយាយអត់ពេលហ្នឹងគឺ99%លេសទេបើពិតជាចង់អានមែនហ្នឹងគឺអានបានហើយប៉ុន្តែមែនអាខាងហ្នឹងខ្ញុំមានអារម្មណ៍ថាអាចអត់មានពេលទេដោយសាររៀនដោយសាររកលុយហើយកាលមុនខ្ញុំតាំងពីម៉ោង6ព្រឹកដល់ម៉ោង2:10យប់អីនោះហ្នឹងធ្វើការអញ្ចឹងវាអត់មានពេលអញ្ចឹងទៅប៉ុន្តែអាលើសពីអត់ពេលហ្នឹងអានអត់យល់កាលពីជាង10ឆ្នាំមុននៅពេលដែលខ្ញុំចង់អានសភៅហ្នឹងព្រោះសភៅហ្នឹងល្បីហើយណាអ្នកដែលគាត់រកស៊ីអ្នកអីអ្នកណាក៏គេណែនាំសភៅហ្នឹងដែរនៅក្នុងពិភពអន្តរជាតិដែលគេអានសភៅគឺសភៅហ្នឹង mass read ហ្មងសភៅដែលត្រូវតែអានបើយើងចង់មានបានបើយើងចង់ក្លាយទៅជាអ្នកមានចង់រកលុយចង់អីចឹងខ្ញុំទៅបណ្ណាគារព្រោះកាលនៅក្មេងទៅបណ្ណាគារញឹកញាប់អានសភៅហ្នឹងរឿងដែលសំខាន់គឺអានអត់យល់ហើយមិនមែនអត់ចេះអង់គ្លេសទេណាអង់គ្លេសខ្ញុំចេះតាំងពី5-10មកប៉ុន្តែអានអត់យល់ទេហើយអានអត់យល់ហ្នឹងជាឧបសគ្គធំបំផុតហើយចិត្តហ្នឹងគឺវាចង់អានដោយសារអីសភៅហ្នឹងអ្នកណាក៏គេនិយាយដែរបើចង់ធ្វើសេដ្ឋីទៅថ្ងៃក្រោយបើចង់ធ្វើអ្នកមានគឺត្រូវតែអានសភៅហ្នឹងអញ្ចឹងណាប៉ុន្តែអានមួយជួរជា2ជួរ3ជួរអានដាច់ប៉ុន្តែអានវាមិនយល់សោះដោយសារអីសមត្ថភាពខ្ញុំពេលហ្នឹងវាមិនមែនជាខួរក្បាលអ្នករកស៊ីដល់ពេលអញ្ចឹងអានសភៅដែលគេរកស៊ីធ្វើអ្នកមានអានអត់យល់ទោះចេះអង់គ្លេសក៏ដោយហេតុអីបានជាខ្ញុំទៅអានឥឡូវតាមពិតខ្ញុំចង់អានម្ដងទៀតពេលខ្ញុំអាយុ30ជាងហ្នឹងខ្ញុំចាប់ផ្ដើមមានគំនិតចង់រកលុយខ្លះៗប៉ុន្តែពេលហ្នឹងខ្ញុំជាប់កូនទូចខ្ញុំរយៈពេល5ឆ្នាំនេះគឺខ្ញុំអានតែសភៅកូនទេព្រោះកូនខ្ញុំអានសភៅច្រើនអញ្ចឹងរវល់អាកូនទី1រវល់កូនទី2ដល់ពេលឥឡូវអូខេចាប់ផ្ដើមមានក្រុមហ៊ុនខ្លួនឯងមិនបាច់ធ្វើការទៀងម៉ោងទេជួនកាលម៉ោង10មកដល់ office អញ្ចឹងព្រឹកឡើងពេលខ្ញុំទៅផឹកកាហ្វេខ្ញុំអានចាប់ពីថ្ងៃ20ហ្នឹងមកអានបានពាក់កណ្ដាលហ្នឹងគឺចំណាយពេល1 ម៉ោងអានអីចឹងទៅប៉ុន្តែសំខាន់គឺអានយល់ហេតុអីបានជាអានយល់ដោយសារឥឡូវខ្ញុំ40ហើយខ្ញុំមិនមែនជាក្មេងកាយជំនាន់20ស្ដើងទៀតទេខួរក្បាលខ្ញុំឥឡូវគិតគូររឿងលុយចេញចូលខ្ញុំមានបុគ្គលិកដែលខ្ញុំត្រូវគ្រប់គ្រងអញ្ចឹងពេលដែលខ្ញុំអានខ្ញុំចាប់ផ្ដើមមែនអានឹងអញ្ចឹងមែនពេលអានដល់កន្លែងណាមួយនឹកឃើញអាកាពេលអានដល់កន្លែងណាមួយនឹកឃើញលីសាពេលអានដល់កន្លែងណាមួយនឹកឃើញអាលិចដោយសារវាផ្សារភ្ជាប់ជាមួយនឹងដំណាក់កាលជីវិតរបស់យើងអញ្ចឹងសភៅនឹងពិតជាល្អមែនប៉ុន្តែកាលនោះខ្ញុំអត់មានសមត្ថភាពនៅក្នុងការអានវាយល់ទេមកពីជីវិតខ្ញុំអត់ទាន់ចប់ជួបដល់រឿងហ្នឹងពីក្មេងខ្ញុំអ្នកចូលចិត្តរាំអ្នកទាំងអស់គ្នាឃើញតែខ្ញុំចូលចិត្តរាំ hip hop សែមែនចាប៉ុន្តែរាំតែបទ hip hop ទេតែពីក្មេងចង់ទៅរាំគឺទៅអត់បានដោយសារវាអត់មានពេលរាំគេរាំពេលយប់ហើយគ្នាចូលធ្វើការចេញពីរៀនចូលធ្វើការចេញពីរៀនចូលធ្វើការដល់ម៉ោង10 2 10យប់ចុះអត់ដែលបានទៅរាំទេចឹងមានអារម្មណ៍ថាជីវិតអញហើយគ្រាន់តែរាំឲ្យរាំចំនួនហ្នឹង1ម៉ោងតែ1500ឯណាដំបូង500ឡើង1000ឡើង1500ចឹងការចំនួនរាំ hip hop នៅstart បន្ទាប់មកនេះសួនមកបន្ទុំហ្នឹងប៉ុន្តែអាលុយតែ1500ហើយវាអត់មានពេលទៅទៀតចឹងពេលនេះវាអត់ទាន់មានពេលអត់ទាន់អីចឹងទៅចឹងមានអារម្មណ៍ថាហឺគ្រាន់តែអាចចំណូលចិត្តមួយដែលអាចជួយឲ្យយើងសប្បាយ release stress អឺសុខភាពល្អហ្នឹងក៏ធ្វើអត់បានដែរដោយសារតែមួយថ្ងៃរត់តាមលុយរហូតក៏ប៉ុន្តែ5 10 20ឆ្នាំក្រោយមកឥឡូវខ្ញុំទៅរាំនៅម៉ោងធ្វើការបានហើយខ្ញុំអាចជួលគ្រូរៀនលក្ខណៈឯកជនបានវាថ្លៃប៉ុន្តែខ្ញុំវាមានលុយបង់អញ្ចឹងឥឡូវវ័យ40ឆ្នាំហើយទើបតែអាចចង់រាំស្រែកតាក្បាលវ៉ាល់ខ្លួនឯងបានដោយមិនបាច់បារម្ភរឿងលុយដែលមិនបាច់បារម្ភរឿងម៉ោងដែលដើរចេញទៅរាំបានហើយដែលម៉ែដែលប្តីដែលអីគឺលើកទឹកចិត្តឲ្យទៅរាំឲ្យ release stress ឲ្យវាអស់ stress ឲ្យវាអីអរម៉ូនផងអីផងឡាក់ឡាក់អីចឹងទៅអញ្ចឹងឥឡូវធ្វើបាន
មានច្រើនណាស់មានគំនិតច្រើនដែលខ្ញុំចង់ធ្វើការនៅក្មេងដែលទើបតែឥឡូវទើបអាចធ្វើបានអញ្ចឹងអ្វីដែលខ្ញុំចង់ព្យាយាមប្រាប់ហ្នឹងគឺជីវិតយើងណាវាអត់អាចបានគ្រប់យ៉ាងទាំងអស់ដែលយើងចង់បានទេព្រោះយើងជាមនុស្សយើងមិនមែនទេវតាខ្ញុំជឿថាសូម្បីតែទេវតាក៏គាត់មិនអាចបានស្អីទាំងអស់ដែលគាត់ចង់បានទេពីព្រោះទេវតាមេឃហើយទេវតាដីហ្នឹងជួនកាលឆ្លោះគ្នាដែរអញ្ចឹងខ្ញុំមិនដឹងដែរមិនដែលបានជួបទេវតាដែរប៉ុន្តែខ្ញុំជឿថាគ្មានអ្នកណាម្នាក់ដែលបានស្អីទាំងអស់តាមចិត្តដែលខ្លួនឯងចង់បានទេប៉ុន្តែយើងកុំបោះបង់វាចោល 10ឆ្នាំ20ឆ្នាំតទៅមុខទៀតប្រហែលជាវាដល់ពេលដែលស័ក្តិសមសម្រាប់យើងពេលខ្លះវារឿងត្រឹមត្រូវប៉ុន្តែវាខុសពេលជួនកាលពេលត្រឹមត្រូវតែវាខុសរឿងវាគង់តែដល់ពេលណាមួយដែលពេលក៏ត្រូវរឿងក៏ត្រូវលុយក៏មានពេលវេលាដែលស័ក្តិសមនិយាយចេះនិយាយតាមចម្រៀងពេលវេលាដែលស័ក្តិសមណាមួយដែលវាដល់ពេលរបស់យើងប៉ុន្តែអ្វីដែលសំខាន់គឺតើតែយើងកុំលះបង់ចោលដូចខ្ញុំអានសៀវភៅនេះអញ្ចឹង អង្ការជាង10ឆ្នាំមុនខ្ញុំអានអត់យល់ទេអញ្ចឹងបើខ្ញុំគ្រាន់តែអានអត់យល់ហើយខ្ញុំបោះបង់វាចោលខ្ញុំលែងទៅទិញសៀវភៅហ្នឹងមកអានម្ដងទៀតខ្ញុំនៅតែអត់យល់អញ្ចឹងប៉ុន្តែថ្ងៃមុនពេលខ្ញុំជូនកូនខ្ញុំទៅបណ្ណាគារទិញសៀវភៅហ្នឹងស្រាប់តែខ្ញុំងាកឃើញសៀវភៅហ្នឹងម្ដងទៀតខ្ញុំសាកមកអានម្ដងទៀតតើឥឡូវខ្ញុំនឹងអានយល់អត់ហើយឥឡូវខ្ញុំពិតជាអានយល់មែនអញ្ចឹងវាដល់ពេលណាមួយប៉ុន្តែតោះតែយើងកុំបោះបង់វាចោលយើងទុកវានៅផ្នែកណាមួយនៃខួរក្បាលរបស់យើងដែលយើងគុំវាទុកថាថ្ងៃណាមួយអញនឹងធ្វើរឿងហ្នឹង អាហ្នឹងមិនខុសអីពីក្មេងៗមួយចំនួនដែលគាត់រៀនខុសសញ្ញាបត្ររបស់គាត់ប្រើពាក្យថារៀនខុសជំនាញប៉ុន្តែខ្ញុំអត់ទទួលយករៀនខុសជំនាញទេធ្វើការខុសជំនាញទេពីព្រោះបើយើងអត់មានជំនាញគេអត់បង់ប្រាក់ខែឲ្យយើងដើម្បីធ្វើរឿងហ្នឹងអញ្ចឹងតែពិតយើងមានជំនាញគ្រាន់តែជំនាញមួយចំនួនវាមិនមែនមកពីសាលារៀនជំនាញមួយចំនួនវាមកពីធម្មជាតិរបស់យើងមកពីទេពកោសល្យមកពីដុងមកពីការបន្សល់ទុកពីឪពុកម្ដាយមកពីហ្សែន មកពីភាពក្លាហានមកពីសង្សារវាអត់ទៀងឯងវាអាចមកពីកត្តាណាមួយអញ្ចឹងណាអញ្ចឹងខ្ញុំអត់រាប់ថាខុសជំនាញទេប៉ុន្តែវាខុសពីសញ្ញាបត្រដែលយើងរៀនព្រោះសញ្ញាបត្រយើងឈ្មោះផ្សេងយើងធ្វើអីផ្សេងអញ្ចឹងការដែលយើងធ្វើអីខុសសញ្ញាបត្ររបស់យើងមិនមែនបានន័យថាយើងចោលសញ្ញាបត្រហ្នឹងឯងថ្ងៃណាមួយយើងនឹងត្រឡប់ទៅប្រើវាវិញនៅពេលណាមួយខ្ញុំសូមឧទាហរណ៍ខ្ញុំរៀនបញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិអញ្ចឹងណាអញ្ចឹងខ្ញុំធ្វើការរងថ្ងៃខ្ញុំជាអ្នករកស៊ីខ្ញុំអ្នកផលិតមាតិកាខ្ញុំអឺធ្វើ content ខ្ញុំសម្ភាសន៍គេធ្វើពិធីការនេះវាខុសពីសញ្ញាបត្រវាអត់ដូចសញ្ញាបត្រទាំងស្រុងប៉ុន្តែដើរជុំវិញដល់ពេលណាមួយឥឡូវហ្នឹងខ្ញុំធ្វើ podcast មួយចំនួនគឺជាមួយឯករាជ្យទូតជាមួយស្ថានទូតខ្ញុំធ្វើគម្រោងមួយចំនួនជាមួយនឹងស្ថានទូតនេះស្ថានទូតនោះខ្ញុំអត់ចាំបាច់ចំណាយពេលត្រូវសិក្សាស្វែងយល់ច្រើនទេព្រោះខ្ញុំធ្លាប់មានចំណេះដឹងគ្រឹះផ្នែកការទូតហ្នឹងតាមរយៈសញ្ញាបត្រដែលខ្ញុំរៀនកាលពីខ្ញុំរៀននៅបញ្ញាបត្រអញ្ចឹងនៅពេលដែលខ្ញុំទៅកម្មវិធីលោកទូតនៅពេលដែលខ្ញុំស្ដាប់ព័ត៌មានអន្តរជាតិនៅពេលដែលខ្ញុំតាមដានព្រឹត្តិការណ៍ពិភពលោកខ្ញុំយល់ដែលខ្ញុំអត់ចាំបាច់ត្រូវចំណាយពេលស្រាវជ្រាវច្រើនទេព្រោះខ្ញុំរៀនអាហ្នឹងមក4-5ឆ្នាំកាលពី20ឆ្នាំមុនព្រោះបញ្ញាបត្រខ្ញុំហ្នឹងកាលពីយូរណាស់មកហើយអញ្ចឹងវាគង់ដល់ពេលណាមួយដែលយើងត្រូវប្រើវាត្រឡប់មកវិញបើសិនជាក្នុងករណីពេលដែលយើងធ្វើអីមួយអត់បានដូចចិត្តហើយយើងអង្គុយមូម៉ៅក្តៅកាហាយជេរខ្លួនឯងបន្ទោសខ្លួនឯងចុំចាប់បោះបង់វាចោលអូខេអាហ្នឹងមិនបាច់ធ្វើទេសញ្ញាបត្រហ្នឹងចោលហ្មងខាតព្រោះថ្ងៃណាមួយយើងគង់តែត្រឡប់មកអីចឹងមិនថារឿងអីក៏ដោយដែលយើងតែស្បីតែរឿងស្នេហាក៏ដោយបើញ៉ែម្នាក់នឹងមិនទាន់បានកុំជួនកាល5ឆ្នាំទៀតម្នាក់នឹងមកញ៉ែយើងវិញក៏ថាបានយើងជើកុំទម្លាប់អស់សង្ឃឹមកុំទម្លាប់ភាសាអង់គ្លេសគេហៅ beat yourself កុំទម្លាប់អឺវាយខ្លួនឯងណាកុំទម្លាប់បន្ទាបខ្លួនឯងមិនផ្ដោតតម្លៃឲ្យខ្លួនឯងបន្ទោសខ្លួនឯងត្រូវទិញពាក្យថាថ្ងៃណាមួយគង់ដល់វេនអញថ្ងៃណាមួយគង់ដល់វេនអញខ្ញុំសូមឧទាហរណ៍ទៀតណា skin care រាល់ថ្ងៃហ្នឹងខ្ញុំលក់ skin care ហើយខ្ញុំទទួលស្គាល់ថា skin care ខ្ញុំមានតម្លៃខ្ពស់ខ្ញុំអត់និយាយថ្លៃទេណាព្រោះថ្លៃយើងធៀបជាមួយអីបើថ្លៃរបស់ហ្នឹងតាមពិតតម្លៃវាសម$1ហើយគេលក់25អូខេហ្នឹងថ្លៃមែនប៉ុន្តែរបស់ខ្ញុំវាពិតជាសមជាមួយនឹងតម្លៃវាដែរដែលយើងបូកកត្តាជាច្រើនចូលរួមទៅអញ្ចឹងរបស់ខ្ញុំអត់ថ្លៃទេតម្លៃខ្ពស់តែខ្ញុំអត់រាប់ថាថ្លៃទេអញ្ចឹងខ្ញុំឃើញដោយសារខ្ញុំមិនមែនអ្នកឆាតមួយភ្ញៀវទេប៉ុន្តែដោយសារខ្ញុំកាន់ page អញ្ចឹងខ្ញុំឃើញភ្ញៀវមួយចំនួនថាអរគុណបងដែលបានឆ្លើយប៉ុន្តែតម្លៃនេះខ្ពស់ពេកហើយសម្រាប់ខ្ញុំអត់មានលុយទេសមត្ថភាពមិនដល់ទេបងឡាក់នឹងឡាក់អញ្ចឹងខ្ញុំយល់ចិត្តមែនតើបងប្អូនខ្ញុំក៏ធ្លាប់ជាមនុស្សអញ្ចឹងដែរខ្ញុំអត់ដែលប្រើ skin care ថ្លៃខ្ញុំបើកមកកញ្ចក់និយាយរឿងកំ pl មួយឲ្យស្ដាប់ខ្ញុំចាំបានអត់ភ្លេចហ្មងនៅផ្សារថ្មីចំណតម៉ូតូកាន់ម្សៅ Max ម្សៅទឹកហើយនឹងម្សៅផាត់ដែលកាក់ពីមុខហ្នឹងកាលហ្នឹងដូច70 ជាងឯងកាលនោះហូរទឹកភ្នែកយំមុខប្តីខ្ញុំរាល់ថ្ងៃហ្នឹងរឿងរ៉ាវគឺវាបែបនេះកាលហ្នឹងខ្ញុំជាសង្សារជាមួយប្តីខ្ញុំរាល់ថ្ងៃហ្នឹងហើយម្ដាយក្មេកខ្ញុំកាលពីមុនម្ដាយរបស់សង្សារខ្ញុំគាត់លក់គ្រឿងក្អូប
ហើយកាលនោះខ្ញុំចាប់ផ្ដើមចូលទទួលហើយខ្ញុំផាត់មុខដូចឈួតចឹងហើយខ្ញុំអត់ទៅសាឡនអាហ្នឹងរឿងរ៉ាវដាច់ដライមួយទៀតព្រោះខ្ញុំជាតារាកពិចកប៉ុកចឹងគេអត់យកចិត្តទុកដាក់ទៅលើការផាត់មុខឲ្យខ្ញុំឯងបិទវងកញ្ចក់វិញអញ្ចឹងពេលដែលទៅតូបម៉ាក់ក្មេកខ្ញុំនៅផ្សារថ្មីយើងកំពុងតែតាក់ទងជាមួយកូនគេហើយកាលនោះខ្ញុំចាប់ផ្ដើមទទួលខ្ញុំចាប់ផ្ដើមផាត់មុខអីចឹងហើយខ្ញុំពីក្មេងខ្ញុំអត់ដែរប្រើ skin care ទេហើយខ្ញុំក៏ដែរប្រើម្សៅថ្លៃៗដែរព្រោះខ្ញុំអត់មានលុយទេប្តីខ្ញុំនេះដូចឈួតចឹងអត់ដឹងថាសង្សារខ្លួនឯងអត់លុយតែគាត់ដឹងខ្ញុំអត់លុយតែគាត់ចង់ខ្ញុំប្រើរបស់ល្អចឹងណាទៅដល់ពេលដែលទៅដល់តូបម៉ាក់ក្មេកខ្ញុំនៅផ្សារថ្មីដែលគាត់លក់រាល់ថ្ងៃហ្នឹងប្តីខ្ញុំថានេះម៉ាក់ណាឥឡូវផាត់មុខច្រើនអីចឹងប្រើម្សៅអីល្អចឹងម៉ាក់ក្មេកខ្ញុំក៏គាត់ឲ្យអា Max ម្សៅ Max ដែលខ្ញុំប្រើរាល់ថ្ងៃហ្នឹងហើយអាបោកចូលគ្នាទៅវា70រៀលជាងណាខ្ញុំមានលុយបង់ថ្ងៃហ្នឹងមែនប៉ុន្តែ70រៀលថាខ្ញុំស្ដាយលុយហើយស្ដាយលុយប៉ុន្តែយើងស្រឡាញ់កូនគេហ៎យើងសង្សារយើងអនាគតកូនប្រសាយើងទៅប្រាប់គាត់ថាអត់មានលុយឬក៏ពេលគាត់ហុចឲ្យហើយយើងគាត់ប្រាប់ថាណែប្រើអានេះទៅល្អយើងគិតក្នុងចិត្តថាអញឲ្យលុយអត់ប៉ុន្តែយើងវាដូចយករបស់គេ free ដូចមិនសមកាលហ្នឹងវាមិនទាន់ច្បាស់លាស់អីដល់អញ្ចឹងក៏អស់ប្រហែលមីងអីចឹងហើយក៏បង់លុយគាត់ទៅប៉ុន្តែពីចេញពីតូបគាត់មកដល់នេះហ្នឹងខ្ញុំស្ដាយលុយហ្នឹងមែនតើហ្មងតែពិតបើសិនជាអ្នកលក់ធម្មតាដែលកាលហ្នឹងមិនមែនអនាគតម៉ែក្មេងខ្ញុំអត់ទិញទេខ្ញុំមានលុយណាទិញដល់ប៉ុណ្ណឹងឲ្យចុះខ្ញុំយំហ្មងពេលនៅកន្លែងម៉ូតូហ្នឹងខ្ញុំយំហើយខ្ញុំខឹងប្តីខ្ញុំរងថ្ងៃទៀតថាអូចុះមិនគូទៅសួរគាត់ហូបម្សៅអញ្ចឹងថ្លៃចឹងងាប់អីចឹងណាយើងឡើងយំហ្មងព្រោះវាថ្លៃពេកតែខ្ញុំបង់លុយអីមែនប៉ុន្តែកាលហ្នឹងអា70រៀលហ្នឹងគឺវាថ្លៃហួសហេតុហ្មងដែលខ្ញុំអត់អាចពេលខ្ញុំទិញខ្ញុំស្ដាយខ្លាំងហ្មងអូខេបិទវងកញ្ចក់អញ្ចឹងខ្ញុំធ្លាប់ដែលខ្ញុំអត់មានលុយទិញអាហ្នឹងខ្ញុំញ័រអស់ហើយយើងចង់យើងអីចឹងទៅហើយស្ដាយលុយមែនអញ្ចឹងខ្ញុំក៏យល់អារម្មណ៍ហ្នឹងដែរខ្ញុំคล้ายពីមនុស្សម្នាក់ដែលអត់មានលុយ70រៀលនឹងទិញគ្រឿងម្សៅម៉ែក្មេកប៉ុន្តែត្រូវបខំចិត្តទិញដោយសារយើងស្រឡាញ់កូនគេដែរឥឡូវបានដូចម៉ែឥឡូវបានជាម៉ែក្មេកបានសម្រេចចឹងតិចនឹងល្អ good investment ការវិនិយោគដែលត្រឹមត្រូវជាមនុស្សដែលកាន់អាគ្រឿងថ្លៃពីរនឹងហើយយំប្រាប់សង្សារខ្លួនឯងខឹងហើយស្ដាយលុយហ្នឹងឥឡូវខ្ញុំជាម្ចាស់ brand 3ដែលខ្ញុំយកមកពីកូរ៉េខ្ញុំមានលុយដែលអាចធ្វើឲ្យគេទុកចិត្តយកផលិតផលល្អគេយកមកលក់នៅស្រុកខ្មែរបានដែលមានតម្លៃខ្ពស់អញ្ចឹងខ្ញុំក៏មកពីមនុស្សម្នាក់ដែលអត់មានលុយសោះហ្មងនៅក្នុងការថែទាំខ្លួនឯងអញ្ចឹងយើងត្រូវគិតក្នុងចិត្តថាអូខេឥឡូវខ្ញុំអត់មានលុយទេប៉ុន្តែគុំវាទុកថាថ្ងៃណាមួយវាគង់តែថាថ្ងៃណាមួយយើងគង់តែមានសមត្ថភាពមកទិញគ្រឿងអស់ហ្នឹងឯងហើយខ្ញុំអត់ដែរគិតទេថាថ្ងៃក្រោយទៅខ្ញុំមានលុយអាចមកលក់ skin care បានអីបានហើយរបស់សិតតែល្អរបស់សិតថ្លៃអញ្ចឹងណាអញ្ចឹងសម្រាប់ខ្ញុំយល់ចិត្តហ្មងថាយើងអត់មានលុយទិញទេប៉ុន្តែមានភាពក្លាហាននៅក្នុងការសួរហើយនៅពេលដែលយើងអត់មានលុយយើងអាចប្រាប់គេបានថាខ្ញុំអត់មានលុយទិញទេបងប៉ុណ្ណឹងទៅគឺអូខេហើយតិចថាងពួកខ្ញុំអ្នកលក់ sale ខ្ញុំអីមើងងាយថាអត់មានលុយទិញក៏ឆាតសួរគេណូបុគ្គលិកខ្ញុំក៏អត់មានលុយទិញដែរអាការមានលុយទិញអត់ចារហងៃកុំទៅប្រើ free ទេបើឲ្យទិញក៏អត់មានលុយទិញដែរចឹងបុគ្គលិកខ្ញុំសឹងតែទាំងអស់ក៏អត់មានលុយទិញដែរប៉ុន្តែម្នាក់គិតថាគង់តែថ្ងៃណាមួយដល់វេនខ្ញុំឯងចឹងខ្ញុំជឿថាដូចបុគ្គលិកខ្ញុំមួយចំនួនដែលសប្តាហ៍ថ្ងៃតំណែងរៀងធំដែរហ្នឹងដែលឥឡូវអត់ទាន់មានលុយប្រើប៉ុន្តែឃើញនៅពេលដែលគាត់ចាប់ផ្ដើមចូលកន្លែងធ្វើការ skin care អញ្ចឹងទៅគាត់បានចែកដនប្រើ free អីចឹងណាលាក់អញ្ចឹងវាគង់តែមានមធ្យោបាយណាមួយអញ្ចឹងនៅពេលដែលយើងចង់ធ្វើអីមួយដែលយើងអត់ទាន់បានធ្វើទិញប្រាប់ខ្លួនឯងថាថ្ងៃណាមួយខ្ញុំនឹងធ្វើបានរបស់ហ្នឹងថ្លៃថ្ងៃណាមួយខ្ញុំនឹងមានសមត្ថភាពទិញអឺហើយនៅពេលដែលយើងគិតអញ្ចឹងប្រជ្រះគ្នាបើសិនយើងគិតថាមួយជាតិនេះអញមិនបានប្រើរបស់ថ្លៃទេយើងនឹងមិនសូវខិតខំប្រឹងប្រែងយើងនឹងមិនសូវរុញខ្លួនឯងយើងនឹងធានាច្រើនសម្រាកច្រើនប៉ុន្តែនៅពេលដែលយើងគិតថាថ្ងៃណាមួយអញនឹងមានលុយទិញថ្ងៃណាមួយអញនឹងមានសមត្ថភាពថ្ងៃណាមួយអញនឹងអាចធ្វើវាបានយើងបន្តការខិតខំប្រឹងប្រែងព្រោះយើងរំពឹងទុកថាវានឹងទៅរួចអញ្ចឹងអាការដែលយើងគិតនៅក្នុងខួរក្បាលយើងសំខាន់ណាបើសិនជាយើងគិតថាมันអាចទៅរួចរាងកាយយើងខួរក្បាលយើងបេះដូងយើងវាខ្ជិលទៅតែនៅពេលដែលយើងមានសង្ឃឹមថាថ្ងៃណានឹងអាចទៅរួចយើងនឹងប្រឹងទៅហើយអាខួរក្បាលយើងហ្នឹងនៅពេលដែលយើងទម្លាប់គិតវិជ្ជមានណារឿងវិជ្ជមានវានឹងទាញចូលដល់ច្បាប់ស្រូបទាញអីចាណារឿងដេញតម្លៃផ្សេងទៀតអញ្ចឹងទម្លាប់អញ្ចឹងឯងអញ្ចឹងមានរឿងជាច្រើនដែលខ្ញុំជឿថាមហាសេដ្ឋីរាល់ថ្ងៃហ្នឹងក៏គាត់មិនបានគិតថាខ្លួនឯងនឹងក្លាយទៅជាមហាសេដ្ឋីដែរបើយើងត្រឡប់ទៅមើលជីវប្រវត្តិរបស់ពួកគាត់វិញណាប៉ុន្តែនៅពេលដែលគាត់គិតថាគេធ្វើបានរឿងអីអញធ្វើមិនបានដល់ពេលដែលយើងគុំវាទុកគិតវាទុកថ្ងៃណាមួយយើងនឹងបានប្រើចំណេះដឹងហ្នឹងថ្ងៃណាមួយយើងនឹងបានប្រើសញ្ញាបត្រណាហ្នឹងថ្ងៃណាមួយយើងនឹងអានសភៅនឹងយល់ថ្ងៃណាមួយយើងនឹងមានពេលទៅហាត់ប្រាណអត់ទេពេលវេលាម្ដងទៀតជាលេសថ្ងៃណាមួយយើងនឹងមានលុយធ្វើអីដែលខ្លួនឯងចង់ធ្វើថ្ងៃណាមួយយើងនឹងបានប្រើ skin care ថ្លៃទម្លាប់គិតវិជ្ជមានថាថ្ងៃណាមួយវានឹងដល់វេនរបស់យើងប៉ុន្តែបើយើងគ្រាន់តែគិតហើយយើងអត់ធ្វើសកម្មភាព
អាហ្នឹងយើងនឹងនៅអញ្ចឹងរហូតតែបើសិនជាយើងគិតចឹងហើយយើងធ្វើសកម្មភាពដើម្បីវាទៅដល់គេហៅថាសុបិនដោយមានសកម្មភាពមិនមែនសុបិនគ្រាន់តែជាសុបិនណាឲ្យមានគោលដៅហើយយើងមានសកម្មភាពដើម្បីទៅនឹងទៅជួនកាលពេលវេលាវាអត់តាមចិត្តយើងទេយើងមិនកំណត់ថា3ខែទៀតបានដឹងតែបានទេចុះ4ខែ5ខែប៉ុន្តែគង់តែបានទេបើសិនយើងមិនបោះបង់ការព្យាយាមរបស់យើងហើយមានរឿងជាច្រើនណាដែលចុងក្រោយទៅគឺដោយសារតែយើងមិនលះដោយសារខ្ញុំមិនលះបង់ចោលវាពិតជាបានដូចចិត្តរបស់ខ្លួនឯងរាល់ថ្ងៃហ្នឹងមែនដែលត្រឡប់ទៅមើលអង្ការពី20ឆ្នាំមុនឬក៏25ឆ្នាំមុនមិននឹកស្មានថាវាបានដល់ប៉ុណ្្នឹងអញ្ចឹងមានរឿងជាច្រើនដូចគ្នាដែលដល់ពេលឥឡូវខ្លាយជាអ្នករកស៊ីដល់ពេលឥឡូវមានបុគ្គលិកដល់ពេលឥឡូវមានកូនប៉ុណ្ណឹងស្ថានភាពបែបហ្នឹងគិតថាអាការមុនឥឡូវបានប៉ុន្តែឥឡូវហ្នឹងក៏មានអាគំនិតមួយចំនួនដែលឥឡូវហ្នឹងអត់ទាន់បានទេប្រហែលជា10ឆ្នាំទៀតបានយើងរៀនទម្លាប់គិតចឹងណាទម្លាប់ឲ្យខួរក្បាលយើងគិតវិជ្ជមានហើយនឹងអាចទៅរួចនៅថ្ងៃណាមួយយេបមានតែប៉ុណ្្នឹងទេអរគុណច្រើន